ជំរាបសួរបងប្អូនថ្ងៃនេះមកចំការហើយឆ្លៀតពេលមើលត្រេនហើយក៏មកមើលដំណាំផ្សេងបន្តបន្សំពីត្រេននេះទៅដោះគោតៃវ៉ាន់ហើយដាំប្រហែលជាបានមួយឆ្នាំឯនេះឥឡូវនេះបងប្អូនមើលផ្លែហើយនៅជាប់នឹងដើមអញ្ចឹងប្រោយមេឃបណ្ដោយផ្លែតាំងពីគល់មកនេះសផ្លែនេះគឺផ្លែអញ្ចឹងរបស់គោតៃវ៉ាន់គឺផ្លែអញ្ចឹងហើយបន្តិចណា2 3ពេលដែលធំទៅ2 3 1 គីឡូអាចខ្លះតូចរៀងល្អិតតិចទៅ14 1 គីឡូអញ្ចឹងទៅនេះគឺចាស់ស្ថានភាពវាគឺផ្កាអញ្ចឹងហើយបងប្អូនអត់ជីលីងអត់ប្រើជីគីមីលីងអ្វីដែលយើងធ្វើគឺជីធម្មជាតិទាំងអស់ធ្វើបើខ្លួនឯងបាញ់ខ្លួនឯងទាំងអស់អញ្ចឹងណាវាច្រើនហើយមិនលេងសាយណាអានេះមួយដើមអានោះក៏ផ្កាដែរនៅពងពេញផ្កានេះផ្កាជាប់តាំងពីគល់ឡើងទៅមើលតែដើមផ្សេងទៀតណាកុំលេងមើលតាមតូចនេះមើលតើកណាតូចតែមានទេណាផ្លែវាមានកម្លាំងតាំងពីគល់ផ្លែផ្លែចេញតាំងពីអញ្ចឹងឡើងនេះអីខ្លាំងមកផ្លែផ្កាវាអូតែនេះទេមកបេះចោលខ្លះຕົកខ្លះហើយຕົកតិចតូចអានេះមកដើមធំចេះទៅຕົកតែមួយមែកផ្សេងទៀតអាចប្រឡេះចោលតែថាមែកតូចណាមែកប៉ិនបានប៉ិនចោលដែរប៉ិនកូនដៃតូចជាងកូនដៃផងហើយមកផ្លែមកមែកវាហ្នឹងនេះឡើងក្តាំងតែយកអីទល់វាច្រើនប្រាស័យចពីមមកទល់កលាក់ទៅឲ្យទៅផ្លែរហូតពីនេះទៅផ្លែរហូតហើយក្នុងរយៈពេល1ឆ្នាំវាផ្លែ3 ដងក្នុងរយៈពេលផ្លែហ្នឹងបន្តគ្នារហូតអស់ចន្លោះតែ1 ខែវាត្រូវផ្កាម្សាទៀតអញ្ចឹងនិយាយទៅ4 ខែចប់4 ខែម្ដង4 ខែម្ដង4 ខែម្ដងអញ្ចឹងវា1ឆ្នាំផ្លែ3 ដងហើយប្រមូលផលស្រួលនៅខាងក្នុងភាគច្រើនសัตว์អត់ងាយស៊ីសត្វល្អិតវាអត់សូវប៉ែតតៃហើយឆ្ងាញ់មែនតើណាគោតៃវ៉ាន់គឺរសជាតិវាផ្អែមឆ្ងាញ់តែម្ដងដំណាំប្លែកយើងអត់ទាន់មានទេអានេះប្រភេទពីស្រុកចិនមកយើងយកមកពីស្រុកចិនតៃវ៉ាន់យើងណាដល់គោតៃវ៉ាន់ឈ្មោះវិញអញ្ចឹងណាហើយស្រួលដែរមែនតើស្រោចទឹកតិចទៅឲ្យបាញ់ការពារពួកខ្ញុំបាញ់ដែរខ្ញុំធ្វើការពារខ្លួនឯងថ្នាំការពារខ្លួនឯងណាបដិញសត្វល្អិតខ្លួនឯងខ្ញុំប្រើពួកប្រភេទត្រាំងបៃសថ្នាំខ្លាំងហើយមេស្រាមេអីហ្នឹងលាយគ្នាហើយផ្អាប់វាទុកហើយបញ្ចេញវាទៅជាថ្នាំសត្វល្អិតលាយទឹកមកបាញ់បានតែបដិញឯងឲ្យវាងាប់អត់ងាប់ទេថ្នាំអស់ហ្នឹងហើយថ្នាំធម្មជាតិតែប៉ុណ្្នឹងឯងវាអត់ធ្វើឲ្យយើងពុលទៀតមនុស្សក៏អត់ប៉ះពាល់សុខភាពដែរវាបដិញតែសត្វល្អិតដែលវាក្លិនឈួលទៅវាអត់ចេះនៅអញ្ចឹងវាអត់មករួមតំណាំយើងវាអត់មកធ្វើការតំណាំយើងទេវាទៅស្មៅផ្សេងវិញហើយខ្ញុំធ្វើអញ្ចឹងទាំងអស់ហើយបើរបស់ខ្ញុំក៏អញ្ចឹងមានតែដោះគោជូយ៉ាអ៊ូហើយពងមាន់ហើយអញ្ចឹងទៅទឹកដូងអញ្ចឹងទៅប៊ីចេងស្ករអីលាយគ្នាដូចគ្រឿងយើងឆាឆុលអញ្ចឹងណាដូចស្លអញ្ចឹងហើយយកទៅដាក់ទៅបើវាទុកកន្លះខែទៅយកវាមកលាយទឹកបាញ់មកសារាងលាយទឹក10 cc 20 cc លាយទឹក4 ដល់ 20 លីត្រមកបាញ់វាទៅបើវាហ្នឹងទៅផ្លែផ្កាអញ្ចឹងពេញអញ្ចឹងអែមមកហើយខ្ញុំមានប្រហែលជា
ចូលខ្សែសប្តាហ៍មិនដែរក្រាស់កោតៃវ៉ាន់គឺផ្កាពេញអញ្ចឹងឲ្យតែឃើញធំប៉ុនអានេះត្រឹមចកេះនេះត្រឹមចកេះខ្ញុំផ្កាអានោះបានត្រឹមទ្រូងតែឃ្លាតឆ្ងាយបន្តិចតែមកថែមវាចិត្តទៀតព្រោះវាអត់ស៊ី space ធំទេអានេះក៏អញ្ចឹងដែរអានេះចំកខ្ញុំហ្នឹងតែផ្កានេះតាំងពីគល់មកចឹងទាំងអស់អរគុណ